let's go ថ្ងៃនេះគឺខ្ញុំបានស្រាយថ្ងៃនេះខ្ញុំបានស្រាយលំហាត់ទេគឺខ្ញុំខាងខេត្តមេរៀនសុភមម្ដាយស្រីទាំងលេង공수공 약수와 제대공 공국수와 제대공 약수는 어떤 수로 나눴을 때 떨어지게 하는 수 구하는 마음에 떨어지는 수를 하거나 두 수의 구하는 겁니다. 어떤 수의 약수입니다.
កំសត់កូនហ្នឹងអូ ហ្នឹងហើយអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានរៀបចំមេរៀនសារជាថ្មីនៅកន្លែងមេរៀនណាដែលខ្ញុំអត់សូវយល់មេរៀនណាដែលខ្ញុំឆ្ងល់មានដំណើរច្រើនអញ្ចឹងទៅខ្ញុំបានរៀបចំវាឡើងសារជាថ្មីខ្ញុំបានទិញវាឡើងសារជាថ្មីអញ្ចឹងថ្ងៃនេះហើយសម្រាប់ថ្ងៃស្អែកគឺជាថ្ងៃដែលខ្ញុំត្រូវប្រឡងហើយអូយអត់ដឹងបើទីនេះមានអារម្មណ៍ថាពេលដែលចិត្តដល់ថ្ងៃប្រឡងគឺរៀនអត់ចូលសោះហ្មងពេលដំបូងខ្ញុំគិតថាខ្ញុំអាចប្រឡងជាប់ខ្ញុំគិតថាថ្នាក់បឋមខ្ញុំអាចប្រឡងជាប់ប៉ុន្តែនៅពេលដល់ថ្នាក់អនុឬក៏វិទ្យាល័យអីទៀតគឺខ្ញុំអត់ទាន់ធានាបាននេះព្រោះខ្ញុំអត់ទាន់បានរៀនខ្ញុំអត់ទាន់បានចូលរៀនថ្នាក់ហ្នឹងអញ្ចឹងទៅខ្ញុំអត់ដឹងទេប៉ុន្តែបើថ្នាក់បឋមនេះខ្ញុំជឿជាក់លើខ្លួនឯងថាខ្ញុំអាចធ្វើបានអញ្ចឹងស្អែកនេះនៅថ្ងៃអ្នកទាំងអស់គ្នាស្អែកនេះខ្ញុំនឹងថតវីដេអូពេលដែលខ្ញុំទៅប្រឡងឬក៏ពេលប្រឡងហើយជួបជុំគ្រូជួបជុំមិត្តភក្តិទាំងអស់គ្នាហ្នឹងខ្ញុំនឹងថតជា vlog មួយបញ្ជាក់ទុកជាផុសតាងថាខ្ញុំបានទៅប្រឡងទុកជាអនុស្សាវរីយ៍មិនទុកជាផុសតាងទុកជាអនុស្សាវរីយ៍ថាខ្ញុំបានទៅប្រឡងថ្ងៃខែណាខ្ញុំបានជួបអ្នកណាការប្រឡងវាមិនមានអារម្មណ៍ថាខ្ញុំរំភើបខ្ញុំមានអារម្មណ៍ថាខ្ញុំរំភើបពេលដែលបានទៅប្រឡងពេលដែលបានជួបគ្រូពេលបានជួបមិត្តភក្តិទាំងអស់គ្នាព្រោះអីយើងរៀនធម្មតាយើងរៀនទៅតាមអនឡាញអញ្ចឹងទៅយើងអត់បានជួបគ្នាផ្ទាល់ទេដល់ពេលថ្ងៃទៅប្រឡងគឺសិស្សទាំងអស់គ្នាជួបជុំគ្នាផ្ទាល់ទាំងថ្នាក់បឋមទាំងថ្នាក់អនុនិងថ្នាក់វិទ្យាល័យជួបជុំគ្នាអញ្ចឹងមានអារម្មណ៍ថារំភើបមែនតើអញ្ចឹងយ៉ាងណាទៀតខ្ញុំនឹងហើយរឿងរ៉ាវយ៉ាងណាទៀតខ្ញុំនឹងថតជូនអ្នកទាំងអស់គ្នាមើលអរគុណថ្ងៃនេះគឺត្រឹមនេះហើយបាយបាយ